អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីទៀតទេតាក់ទងបុរសម្នាក់ហ្នឹងគឺគាត់បានចូលទៅក្នុងមន្ទីរពេទ្យដូចថានិយាយទៅបើមើលជាក់ស្ដែងនៅក្នុងវីដេអូហ្នឹងដូចជាគាត់ចូលទៅក្នុងមន្ទីរពេទ្យហើយគាត់ក៏បានចតឡាននៅមុខមន្ទីរពេទ្យហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកក៏មានរឿងរ៉ាវកើតឡើងទៅលើគាត់ណាអ្នកទាំងអស់គ្នាគឺរន្ធត់ខ្លាំងមែនតើដោយសារនៅពេលដែលគាត់បើកទ្វារចូលមកក្នុងមន្ទីរពេទ្យហ្នឹងគឺលក្ខណៈថាគាត់អឺទុកមិនទុកឡាននៅខាងមុខនៅមុខណាអ្នកនរគ្នានៅមុខដូចជាមុខពេទ្យណាហើយគាត់ក៏ដើរចូលមកក្នុងហើយដល់ពេលគាត់ដើរចូលមកក្នុងដូចថាគាត់ពងឈរទិញថ្នាំទិញអីឬក៏ទិញអីចឹងណាគាត់កន្លែងទៅខ្វាច់គឺឃើញដូចជាមានអ្នកគេមិនដឹងទេមើលពីចម្ងាយពាក់របៀបថាគាត់អត់ស្មានថានឹងជាអីឲ្យប្រកាសទេអ្នកនរគ្នាគាត់មើលពីចម្ងាយទៅដូចថាមានមនុស្សអង្គុយនៅក្នុងឡានហ្នឹងណាអ្នកនរគ្នាគឺអង្គុយរបៀបថាអង្គុយបើយើងមើលពីចម្ងាយហ្នឹងទៅរបៀបថាអង្គុយស្លាក់មើលមកកាមេរ៉ាហ្មងអ្នកនរគ្នាគឺអត់មានមើលទៅណាឆ្ងាយទេគឺមើលមកកាមេរ៉ារបៀបថាវាស្ដែងហ្មងអ្នកនរគ្នាហើយគាត់ក៏បានបញ្ជាក់នៅក្នុងវីដេអូហ្នឹងដែរថាក្នុងឡានរបស់គាត់អត់មានណាគេនៅក្នុងហ្នឹងទេបានន័យថាគាត់មកតែដូចថាមកតែម្នាក់ឯងហើយគាត់ចុះពីលើឡានមកគឺគាត់មកហ្មងបានន័យថាចូលមន្ទីរពេទ្យយកមកចុះមានណាគេមកមួយគាត់ទេហើយចន់ណាគេដែលនៅក្នុងឡានហើយលក្ខណៈថាបើយើងមើលជាក់ស្ដែងទៅនៅក្នុងវីដេអូហ្នឹងណារបៀបថាជាមនុស្សមកហើយសំខាន់វាមានលក្ខណៈថាអង្គើអញ្ចឹងអ្នកនរគ្នាអង្គើអញ្ចឹងណាមិននៅស្ងៀមអញ្ចឹងណាអ្នកនរគ្នាគឺអង្គើអញ្ចឹងឃើញអត់អ្នកនរគ្នាឃើញជាក់ស្ដែងអត់ដូចខ្ញុំដាក់វីដេអូឲ្យមើលអញ្ចឹងណារបៀបថាពេលយើងថតទៅមុននឹងអង្គុយអញ្ចឹងត្រូវអត់បន្ទាប់មកអង្គើអញ្ចឹងអូយមែនថយបរោះហ្នឹងគាត់អត់ចាំយូរទេគឺគាត់បានរត់ទៅឡានហ្នឹងភ្លាមតាមដងគ្នាហើយគាត់ក៏បានប្រាប់ថាអូគាត់ឡើងព្រឺតែម្ដងមកព្រឺដៃគាត់ឡើងក្បាលហើយដល់ពេលគាត់ទៅដល់កន្លែងដែលមានអាមនុស្សហ្នឹងមិញណាដូចនឹងអង្គុយក្នុងឡានដល់ពេលគាត់ទៅដល់បើគ្មានឡានហ្នឹងភ្លាមស្ដែងអត់មានកាត់វីដេអូសោះអ្នកនរគ្នាវីដេអូគាត់គឺអត់មានកាត់ទេគឺរបៀបថាថតភ្លាមរត់ទៅភ្លាមហ្មងហើយដល់ពេលរត់ទៅដល់បើគ្មានឡានគឺអត់មានឃើញចោះអត់មានឃើញមនុស្សនៅក្នុងឡានហ្នឹងអ្នកនរគ្នាអញ្ចឹងខ្ញុំមិនដឹងថាអាហ្នឹងជាអ្វីដែរអ្នកនរគ្នាប៉ុន្តែលក្ខណៈថាពេលយប់អញ្ចឹងវារត់ធត់អានេះមើលទៅដូចជាមិននៅពេទ្យទេអ្នកនរគ្នាដូចជានៅផ្ទះគាត់តែដែរមើលទៅដូចជានៅក្នុងផ្ទះគាត់ទេព្រោះដោយសារពេលគាត់ចេញមកនេះមានឆ្កែអូទៅពេទ្យតែអ្នកនរគ្នានោះដោយសារឃើញឡានពេទ្យវិញដូចជានៅមន្ទីរពេទ្យតែមន្ទីរពេទ្យហ្នឹងដូចជារៀងទូចឹងអ្នកនរគ្នាគឺអត់ឆ្ងាយទេហើយគាត់ក៏បានចូលទៅក្នុងវិញគាត់ចង់ដឹងថាថតទៅឃើញទៀតហើយគាត់ដើរមកកន្លែងដើមវិញដល់ពេលដើរមកកន្លែងដើមមកកន្លែងទ្វារហ្នឹងវិញគាត់សាក់ថតម្ដងទៀតចាំមើលគាត់ឃើញម្ដងទៀតគាត់អូយមិនស្ដែងអ្នកនរគ្នាទៅពេលហើយចាំមើលគាត់ស៊ូមទៅទៀតឃើញទៀតអ្នកនរគ្នាហើយចង់និយាយថាចេះឃើញទៀតដល់ពេលអញ្ចឹងអត់ដឹងថាអាហ្នឹងជាអ្វីហើយដល់ពេលរត់ទៅបាក់អត់ឃើញហើយសំខាន់មិនថាបាត់ហើយមកវិញលេងឃើញទេប៉ុន្តែសំខាន់មកវិញនៅតែឃើញម្ដងទៀតអូយមែនរត់ធត់ហើយអាហ្នឹងខ្ញុំមិនដឹងថាអីនេះសំខាន់កម្រើចេះទៀតអូយមែនរត់ធត់អត់ដឹងថាក្នុងឡានហ្នឹងមានអីហើយឡានហ្នឹងស៊ូមមានរឿងអីអាក្រក់នៅក្នុងហ្នឹងអ្នកនរគ្នាធ្លាប់កើតរឿងហើយនៅក្នុងឡានហ្នឹងបានមានរឿងផ្លែកចឹងកើតនៅក្នុងឡានសំខាន់ពេលគាត់រត់ទៅដល់ទ្វារគឺអត់ឃើញទេណាអូយមែនសម័យអត់ចេញថាវីដេអូហ្នឹងវារន្ធត់តែយើងមើលដឹងយើងមានអារម្មណ៍ថាវាខ្លាចណាគេឃើញវីដេអូនេះពេលយប់អីគឺដឹងព្រឺហ្មងអូខេអ្នកនរគ្នាអញ្ចឹងសាច់រឿងគឺមានតែប៉ុណ្្នឹងមានអារម្មណ៍ថាវាយ៉ាងខ្លាចដែរអ្នកនរគ្នាដូចថាគាត់ដើរគាត់មកដូចថាតែម្នាក់ឯងទៅពេលដើរម្ដងពេលទៅចិត្តឡានឃើញទៅពេលដូចថារត់មកវិញណាពេលចូលទៅក្នុងមន្ទីរពេទ្យហើយមើលពីចម្ងាយមកកាន់ឡានរបស់គាត់ហ្នឹងគឺឃើញចឹងហ្មងអ្នកនរគ្នាចឹងអ្នកនរគ្នាយកឃើញយ៉ាងមិនដែរបើខ្ញុំវិញខ្ញុំគិតថាអានោះដូចជាចំណាំងផ្លាកមកគេអ្នកនរគ្នាប៉ុន្តែខ្ញុំគិតថាមិនចំណាំងផ្លែបើចំណាំងផ្លាកណាអង្គើចឹងព្រោះតែថាអានេះលក្ខណៈថាមានមុខមានភ្នែកមានវត្តហ្មងអ្នកនរគ្នាសាក់អ្នកនរគ្នាសាក់ស្រីសតឲ្យស៊ូមមើលតែចិត្តច្បាស់ហ្មងលក្ខណៈដូចស្ត្រីវ័យចំណាស់អ្នកនរគ្នាស្ត្រីវ័យចំណាស់ហើយលក្ខណៈថាវាអង្គើអូយមិនសម័យអត់ចេញអូខេអ្នកនរគ្នាអញ្ចឹងវីដេអូនេះហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំគាត់តែលើកសាច់រឿងមកវាលក្ខណៈថាវារន្ធត់អូខេអ្នកនរគ្នាបើអ្នកនរគ្នាចូលចិត្តជាមួយនឹង channel ខ្ញុំនិយាយកុំភ្លេចជួយចុច Subscribe channel ខ្ញុំម្នាក់មួយផងអ្នកនរគ្នាដើម្បីទទួលបានវីដេអូថ្មីរឿងប្លែកបន្តទៀតអរគុណ